វីដេអូនេះខ្ញុំចង់បញ្ជាក់ប្រាប់តាអ្នកដែលគាត់ដូចជាមុខគាត់ស្ដងក្រហមប្រើនេះហើយគ្រីមអិននេះមានចាមានច្រើនណាស់អ្នកដូចជាមាន3ប្រភេទណាចាមានខ្លងនេះខ្លងពណ៌សនេះសម្រាប់ស្បែកមុខស្ងួតហើយខ្លងពណ៌ខៀវដូចជាសម្រាប់ស្បែកមុខប្រេកស្បែកមុខខ្លាញ់និយាយទៅមានដូចជា3ប្រភេទសម្រាប់ស្បែកមុខរបស់យើងអញ្ចឹងអ្នកដែលគាត់ចង់ប្រើជាមួយនឹងគ្រីមអិនពេលទៅទិញចាកុំភ្លេចសួរអ្នកលក់ប្រាប់អ្នកទាំងអស់គ្នាគឺខ្ញុំអត់មានលក់ទេអានឹងគឺខ្ញុំទិញគេប្រើដែរទេសរុបនឹងលាបទៅមុខយើងរលោងអស់គ្នានិយាយទៅមុខមានសំណើមនេះគឺលាបគ្រីមនេះហ៎លាបឥឡូវនេះខ្ញុំលាបយូរហើយលាបទៅតិចមុខណាមិនតែខ្ញុំលាបដបងគឺមានអារម្មណ៍ថាកដៅកាហាយរមាស់រោលនិយាយទៅជាភាសាគឺអាហើមមុខខ្ញុំនឹងអស់គ្នាគឺអត់លាបអីច្រើនតែអង្គលាបតែប៉ុណ្ណឹងហើយលងឃើញអត់ចាតែប៉ុណ្ណឹងចាខ្ញុំបញ្ជាក់ប្រាប់សម្រាប់ចាអូនដែលគាត់ចង់និយាយថាប្រើផលិតផលផ្សេងចង់ប្រើជាមួយនឹងមិនថាគ្រីមអិននេះឬក៏លេសតប្រភេទផ្សេងទេចាគឺយើងត្រូវទុកស្បែកមុខយើងទំនេរយ៉ាងណាមួយសប្តាហ៍ឬ10ថ្ងៃណាសម្រាប់និយាយទៅតាមប្រភេទស្បែកមុខរបស់យើងខ្លះស្បែកមុខខ្សោយយូរដូចស្បែកមុខខ្ញុំអញ្ចឹងអ្នកគ្នាគឺខ្ញុំផ្ដាច់ផលិតផលខ្ញុំទុកស្បែកមុខខ្ញុំមួយខែចាហើយមុខអាក្រក់មែនទែនមួយខែឲ្យបានខ្ញុំលាបគ្រីមនេះទៅវាអត់សូវមានបញ្ហាអីតែឲ្យលាបមិនមានលាបច្រើនតែម្ដងទេគឺយើងលាបតិចបែបសំដើម្បីឲ្យស្បែកមុខយើងវាស្គាល់ជាមួយនឹងផលិតផលនេះចឹងទៅដូចខ្ញុំលាបតិចសិនតែមុខខ្ញុំហើមនៅតែហើមហើយរៀងរោគកន្ទឹះខ្ញុំលាងសម្អាតស្បែកមុខជាមួយនឹងទឹកក្តៅរហូតដល់3ខែខ្ញុំជឿជាមែនទែនអត់ប្រោះផមអីទេហើយពេលព្រឹកឡើងក៏ខ្ញុំលាបតែ3នេះហើយពេលយប់ខ្ញុំលាបតែ2នេះទេចាអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាបាយបាយ